បុរសម្នាក់នេះហើយដែលមានឥទ្ធិពលបំផុតហើយគាត់តែងតែនៅក្បែរលោកប្រធានាធិបតី Vladimir Putin ជានិច្ចចង់ដឹងថាតើគាត់ជាអ្នកណាតើអញ្ជើញទស្សនាវីដេអូនេះទាំងអស់គ្នាមិនថា Putin ទៅទីណាចូលរួមប្រជុំសំខាន់ជាមួយមេដឹកនាំពិភពលោកឬមួយក៏សូម្បីតែពេលសម្រាករបស់ Putin ក៏យើងតែងតែឃើញបុរសម្នាក់នេះនៅក្បែរ Putin ជានិច្ចគាត់ជាបុគ្គលម្នាក់ដែលមិនសូវនិយាយច្រើនប៉ុន្តែវត្តមានរបស់គាត់គឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់បុរសម្នាក់នេះត្រូវបានគេដឹងថាជាអង្គរៈផ្ទាល់ខ្លួននិងជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់លោក Putin គាត់មានឈ្មោះថា Alexei Dyumin Alexei Dyumin មិនមែនត្រឹមតែជាអង្គរៈធម្មតានោះទេលោកក៏មានប្រវត្តិសំខាន់មួយចំនួនដ៏គួរឲ្យកត់សម្គាល់ផងដែរលោកបានបម្រើការងារជាអង្គរៈផ្ទាល់ខ្លួនរបស់ Putin អស់រយៈពេលជិត30ឆ្នាំមកហើយគិតចាប់តាំងពីឆ្នាំ1999មកម្លេះនេះហើយគឺបង្ហាញអំពីទំនុកចិត្តដ៏ខ្ពស់ដែល Putin មានចំពោះគាត់ត្រូវបានគេរាយការណ៍ថាធ្លាប់ជួយសង្គ្រោះជីវិត Putin ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់មួយចំនួនទៀតផងគាត់ក៏ធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៅក្នុងសេវាសន្តិសុខសហព័ន្ធរុស្ស៊ីនិងជាមន្ត្រីយោធាជាន់ខ្ពស់ផងដែរក្រៅពីបម្រើការជាអង្គរៈលោក Dyumin ត្រូវបានតែងតាំងឲ្យកាន់តំណែងសំខាន់ជាច្រើនក្នុងរដ្ឋាភិបាលរបស់រុស្ស៊ីលោកធ្លាប់ធ្វើជាអភិបាលនៃតំបន់ Tula Oblast ដែលជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់មួយការឡើងតំណែងយ៉ាងឆាប់រហ័សរបស់លោកបានធ្វើឲ្យអ្នកវិភាគជាច្រើនជឿថាលោកគឺជាឥស្សរជននយោបាយម្នាក់ដែលកំពុងតែទទួលបានការលើកស្ទួយនិងអាចក្លាយជាអ្នកស្នងតំណែងរបស់លោក Putin នៅពេលអនាគតទៀតផងវត្តមានរបស់លោក Alexei Dyumin នៅក្បែរ Putin វាមិនមែនជារឿងចៃដន្យនោះទេវាឆ្លុះបញ្ចាំងពីទំនុកចិត្តនិងទំនាក់ទំនងផ្ទាល់ខ្លួនដ៏រឹងមាំរវាងអ្នកទាំងពីរលោក Dyumin គឺជាមនុស្សម្នាក់ដែល Putin ពឹងផ្អែកយ៉ាងខ្លាំងមិនថាសម្រាប់សន្តិសុខផ្ទាល់ខ្លួនឬសម្រាប់កិច្ចការរដ្ឋសំខាន់នោះទេតែអ្នកគិតថាបុរសម្នាក់នេះនឹងដើរតួនាទីអ្វីខ្លះទៀតក្នុងឆាកនយោបាយរបស់រុស្ស៊ីហើយតើគាត់អាចស្នងតំណែងរបស់លោក Putin បានដែរឬទេនៅពេលអនាគតសូមខមមិនខាងក្រោមសម្រាប់មតិរបស់អ្នក